នេះគឺជាព័ត៌មានខ្សឹបខ្សៀវដែលតាមការពិតគឺនរណាក៏ដឹងដែរនៅក្នុងពិភពមេឌានៅស្រុកអាមេរិកបច្ចុប្បន្ននេះសេរីភាពសារព័ត៌មាននៅអាមេរិកកំពុងតែរងទម្ងន់សម្ពាធដោយមានការចោទប្រកាន់ថានិយាយបំភ្លើសឬបង្កើតព័ត៌មានចេតនាចង់បង្កើតភាពចលាចលឬក៏និយាយកាន់ជើងអ្វីដែលគេហៅថាសមាជិកប្រឆាំងប៉ះពាល់ដល់អាមេរិកបណ្ដាលឲ្យក្រុមហ៊ុនមីឌាធំកំពុងតែទទួលសម្ពាធថាប្រសិនបើហ៊ាននិយាយអីខុសនឹងត្រូវបាត់បង់អាជ្ញាប័ណ្ណក្នុងការផ្សព្វផ្សាយរបស់ខ្លួននេះគឺជាទម្ងន់ដែលទើបនឹងកើតឡើងចាប់ពីឆ្នាំ25មកដែលធ្វើឲ្យមីឌានៅស្រុកអាមេរិកមិនសូវហ៊ានក្អកក្រហមផ្ដេសផ្ដាស់ទេពាក្យបណ្ដឹងនឹងការដាក់សម្ពាធនេះបានធ្វើឲ្យមេឌានៅអាមេរិកคล้ายទៅជាមេឌាដែលស្ថិតនៅក្នុងកលៈទេសៈមិនខុសពីប្រទេសនានាត្រង់នេះគឺជារឿងមួយដែលកំពុងតែកើតឡើង